ជ័យជំនះ Mar-a-Lago របស់ Netanyahu នោះមិនមែនទេកាលពីម្សិលមិញនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបំពេញទស្សនកិច្ចជាលើកទី5របស់លោកទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមករាមុនពេលជំនួបរវាងអ្នកទាំងពីរសារព័ត៌មានអ៊ីស្រាអែលបានពណ៌នាលោកនាយករដ្ឋមន្ត្រីថាបានចូលរួមយ៉ាងពេញលេញក្នុងការប៉ុនប៉ងដើម្បីធ្វើឲ្យដៃគូនយោបាយក្នុងស្រុករបស់គាត់សម្រេចបានគោលសម្ពាធពី Trump តើសម្ពាធទាំងនេះជាអ្វីពួកគេភាគច្រើនជាប់ទាក់ទងនឹងការបដិសេធឈើខៃវត្តមានណាមួយនៅក្នុងកងកម្លាំងរក្សាស្ថិរភាពហ្គាហ្សានិងការយល់ព្រមពីសហរដ្ឋអាមេរិកសម្រាប់ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់Netanyahu បានបរាជ័យលើការរាប់ទាំងពីរលោក Trump បានសម្ដៅជាពិសេសទៅលើទំនាក់ទំនងដ៏ល្អរបស់គាត់ជាមួយប្រធានាធិបតីទូគី Recep Tayyip Erdogan និងបាននិយាយអំពីការគោរព Baby Boss សម្រាប់គាត់ផងដែរទាក់ទងនឹងប្រទេសអ៊ីរ៉ង់លោក Trump បានលើកឡើងពីឆន្ទៈរបស់អ៊ីរ៉ង់ក្នុងការធ្វើកិច្ចព្រមព្រៀងគឺនឹងបានផ្ដល់គោលការណ៍ណែនាំច្បាស់លាស់សម្រាប់ការចូលរួមរបស់អាមេរិកខណៈពេលដែលមិននិយាយអ្វីអំពីការអនុញ្ញាតឲ្យប្រតិបត្តិការអ៊ីស្រាអែលតូននោះទេប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលណែនាំថា Trump បានផ្ដល់គោលភ្លើងខៀវដល់អ៊ីស្រាអែលសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់នោះមិនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់លោក Trump តាមមធ្យោបាយណាមួយឡើយលោក Trump បាននិយាយអំពីការកសាងឡើងវិញនៃតំបន់ Gaza ដែលចាប់ផ្ដើមឆាប់នេះនៅពេលគាត់និយាយអំពីការរំសាយអាវុធរបស់ក្រុមហាម៉ាស់គាត់បាននិយាយថាវាត្រូវតែកើតឡើងឬជិត60រដ្ឋនឹងធ្វើឲ្យវាកើតឡើងក្រុមហាម៉ាស់បានយល់ព្រមរួចហើយក្នុងការរំសាយអាវុធប្រសិនបើដំណើរការនេះត្រូវបានអនុវត្តដោយកម្លាំងដឹកនាំដោយប៉ាឡេស្ទីនលោក Trump បាននិយាយអ្វីដើម្បីបង្ហាញថាលោកមិនយល់ស្របនឹងតវិជារបស់ក្រុមហាម៉ាស់ជាពិសេសនៅពេលដែលគេពិចារណាពីការបដិសេធរបស់ប្រទេសដែលចូលរួមភាគច្រើនក្នុងការអនុវត្តការរំសាយអាវុធដោយហិង្សារបស់ក្រុមនេះលោក Trump ក៏មិនបាននិយាយអំពីស្ថាប័នចំណាប់ខ្មាំងចុងក្រោយដែលត្រូវបានគេឃុំខ្លួនក្នុងតំបន់ Gaza ជាលក្ខខណ្ឌចាំបាច់សម្រាប់ការផ្លាស់ប្ដូរទៅកាន់ឧត្តមកាលទីនៃកិច្ចព្រមព្រៀងគ្មានអ្វីសំខាន់នៅក្នុងពិភពលោករបស់ Trump ជាងការប្រើភាសានិងកាយវិការនិមិត្តសញ្ញានោះទេនៅពេលដែល Trump សម្ដៅលើលោក Netanyahu ថាជានាយករដ្ឋមន្ត្រីសម័យសង្គ្រាមដ៏អស្ចារ្យនៅពេលដែលគាត់កំពុងពិភាក្សាអំពីផែនការរបស់គាត់សម្រាប់សន្តិភាពគាត់បានបញ្ជាក់យ៉ាងច្បាស់ថាភ្ញៀវរបស់គាត់គឺអស់ពេលហើយនេះក៏ជាក់ស្ដែងផងដែរនៅពេលដែលលោក Trump បាននិយាយថាលោកបាននិយាយជាមួយប្រមុខរដ្ឋផ្លូវការរបស់អ៊ីស្រាអែលគឺលោក Isaac Herzog អំពីការលើកលែងទោសដល់លោក Netanyahu ហើយត្រូវបានធានាថាការលើកលែងទោសនេះគឺជិតមកដល់ដោយវិធីនេះប្រធាន Herzog បានបដិសេធយ៉ាងដាច់អហង្ការថាការសន្ទនាបែបនេះបានកើតឡើងអ្វីដែលអាចជាការឆ្លុះបញ្ចាំងដ៏ល្អបំផុតនៃកិច្ចប្រជុំ Trump-Netanyahu នៅ Mar-a-Lago ទាក់ទងនឹងការសន្ទនាខ្លីតាមទូរស័ព្ទរវាង Trump និងរដ្ឋមន្ត្រីក្រសួងអប់រំអ៊ីស្រាអែល Yoav Kish គោលបំណងនៃការអំពាវនាវនេះគឺសម្រាប់លោក Kish ដើម្បីជូនដំណឹងដល់លោក Trump ថាគាត់នឹងទទួលបានរង្វាន់អ៊ីស្រាអែលនៅថ្ងៃឯករាជ្យរបស់អ៊ីស្រាអែលនៅឆ្នាំ2026ពានរង្វាន់នេះត្រូវបានផ្ដល់ដោយរដ្ឋមន្ត្រីក្រសួងអប់រំនៅក្នុងពិធីតាមទូរទស្សន៍ដែលមានការចូលរួមដោយមេដឹកនាំអ៊ីស្រាអែលវាជាការបញ្ចប់ជាផ្លូវការនៃការប្រារព្ធទិវាបុណ្យឯករាជ្យជាតិអ្នកទទួលរបស់វាគឺជាអ្នកសិក្សាអាជីពជាញឹកញាប់បំផុតនៅដំណាក់កាលចុងក្រោយនៃអាជីពរបស់ពួកគេរង្វាន់ឆ្លុះបញ្ចាំងពីការលះបង់ពេញមួយជីវិតចំពោះការពង្រីកចំណេះដឹងរបស់មនុស្សជួនកាលរង្វាន់ពិសេសត្រូវបានផ្ដល់ជារង្វាន់ជាពលរដ្ឋដែលភាគច្រើនបំផុតសម្រាប់អ្វីដែលគេហៅថាការងារជីវិតដូចជាការជំរុញការរួមរស់រវាងជនជាតិយូដានិងប៉ាឡេស្ទីនការលើកកម្ពស់សមភាពសង្គមជាដើមរង្វាន់ដូចដែលយល់ដោយឈ្មោះរបស់វាគឺស្ទើរតែតែងតែផ្ដល់ដល់ពលរដ្ឋអ៊ីស្រាអែលប៉ុន្តែអាចត្រូវបានប្រគល់ជូនដល់ជនជាតិយូដាដែលរស់នៅក្រៅប្រទេសនិងសូម្បីតែជនមិនមែនជាជនជាតិយូដាដែលបានធ្វើការរួមចំណែកពិសេសដល់ប្រជាជនជ្វីហ្វម្យ៉ាងទៀតកិច្ចប្រជុំ Trump-Netanyahu ពាក់ព័ន្ធនឹង Trump ណែនាំលោក Netanyahu ទាក់ទងនឹងវិធានការនាពេលខាងមុខហើយ Netanyahu បានយកចិត្តទុកដាក់និងជាសញ្ញានៃការទទួលយករបស់គាត់ដោយការលើកកិត្តិយសពាក់កណ្ដាលប្រឌិតមួយផ្សេងទៀតនៅលើក្បាលមនុស្សដែលមានមនុស្សច្រើនរួចទៅហើយរបស់លោក Trump ទោះបីជាយ៉ាងណាក៏ដោយបើទោះបីជាការបង្ហាញយ៉ាងច្បាស់ទាំងនេះអំពីលក្ខណៈមិនស្មើគ្នានៃទំនាក់ទំនងរបស់ពួកគេក៏ដោយក៏មានការបន្លឺសំឡេងជាបន្តបន្ទាប់ដែលបង្ហាញថា Trump និង Netanyahu កំពុងប្រតិបត្តិការនៅក្នុងការប៉ះទង្គិចគ្នាយោងតាមការវិភាគបែបនេះសហរដ្ឋអាមេរិកគាំទ្រយ៉ាងពេញទំហឹងដល់ការប៉ុនប៉ងរបស់អ៊ីស្រាអែលដើម្បីក៏ផ្លាស់ប្ដូរមជ្ឈិមបូព្រាដែលជាឃ្លាដែលលោក Netanyahu ចូលចិត្តខណៈដែលជនជាតិអាមេរិកបង្កើតចំណុចសំខាន់សម្រាប់អាស៊ីនិងការប្រកួតប្រជែងពិភពលោកសម្រាប់ការគ្រប់គ្រងជាមួយប្រទេសចិនអ៊ីស្រាអែលនឹងយកចិត្តទុកដាក់នៃការគំរាមកំហែងរបស់អ៊ីរ៉ង់
នៅពេលដែលអារ៉ាប់ធ្លាក់ចុះនៅក្នុងភាពតានតឹងផ្ទៃក្នុងនឹងការប្រកួតប្រជែងដែលមិនអាចដោះស្រាយបានការចល័តរដ្ឋអារ៉ាប់បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុងដូហាគឺត្រូវបានគេមិនអើពើសំឡេងទាំងនេះក៏ចង្អុលបង្ហាញពីការពិតដែលថាអ៊ីស្រាអែលបន្តមិនអើពើ